ថៃបញ្ចេញយន្តហោះចម្បាំង F-16 ឈ្លានពានកម្ពុជាសាជាថ្មីកងទ័ពអាកាសថៃបញ្យល់ពីការវាយប្រហាររបស់យន្តហោះ F-16 ទៅលើគោលដៅយោធាកម្ពុជាបន្ទាប់ពីលើកឡើងថាភ្នាក់ងារចារកម្មរបស់ខ្លួនបានរកឃើញអាវុធធុនធ្ងន់និងកងកម្លាំងប្រយុទ្ធដែលបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងនេះបើតាមការចុះផ្សាយរបស់កាសែតខៅសតកងទ័ពអាកាសភូមិន្ទថៃហៅកាត់ OTAF បញ្ជាក់ថាយន្តហោះ F-16 ត្រូវបានដាក់ពង្រាយដើម្បីវាយប្រហារគោលដៅយោធាកម្ពុជាបន្ទាប់ពីចារកម្មបង្ហាញពីចលនាអាវុធធុនធ្ងន់និងកងកម្លាំងប្រយុទ្ធដែលអាចបង្កើនប្រតិបត្តិការនិងបង្កការគំរាមកំហែងសន្តិសុខប្រតិបត្តិការនេះផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធយោធាឃ្លាំងអាវុធមជ្ឈមណ្ឌលបញ្ជាការនិងផ្លូវភស្តុភារដែលគាំទ្រសកម្មភាពប្រយុទ្ធអ្នកនាំពាក្យកងទ័ពអាកាសថៃលោកចក្រិត ធម្មវិជ័យបានថ្លែងថាប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយសម្របសម្រួលជាមួយកងកម្លាំងពិសេសសុរនារីដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធាកម្ពុជាដែលគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខប្រទេសថៃនិងសុវត្ថិភាពរបស់ជនស៊ីវិលដែលរស់នៅតាមតំបន់ព្រំដែនក៏ដូចជាទាហានថៃដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ទាំងនោះលោកបន្តនិយាយទាំងគ្មានភស្តុតាងថាចារកម្មបានបង្ហាញពីការចល័តឧបករណ៍ធុនធ្ងន់ការដាក់ពង្រាយកងទ័ពនិងការរៀបចំការគាំទ្រការបាញ់ប្រហាររបស់កម្ពុជាដែលអាចពង្រីកសកម្មភាពយោធានិងគម្រាមកំហែងស្ថិរភាពព្រំដែនលោកបន្ថែមថាកម្លាំងអាកាសត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់និងកាត់បន្ថយសមត្ថភាពយោធារបស់កម្ពុជាដល់កម្រិតចាំបាច់ដើម្បីការពារសន្តិសុខរដ្ឋនិងសុវត្ថិភាពជនស៊ីវិលការចាប់ប្រកាន់អំពីការចល័តយុទ្ធោបករណ៍និងទាហានរបស់កម្ពុជាគឺគ្មានតលហិកឡើយដោយហេតុថាប្រទេសទាំងពីរទាំងកម្ពុជានិងថៃសុទ្ធតែមានក្រុមអ្នកសង្កេតការអាស៊ានចាំឃ្លាំមើលសកម្មភាពយោធាជាប់ជានិច្ចបន្ថែមពីនោះកងទ័ពអាកាសថៃបានសង្កត់ធ្ងន់ថាគោលដៅត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នដោយផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាឃ្លាំងអាវុធមជ្ឈមណ្ឌលបញ្ជាការនិងផ្លូវគាំទ្រការប្រយុទ្ធដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខការវិតម្លៃក្រោយការវាយប្រហារត្រូវបានធ្វើឡើងដើម្បីធានាថាប្រតិបត្តិការនេះគោរពតាមគោលការណ៍ការពារខ្លួនអន្តរជាតិក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិដោយគោរពយ៉ាងតឹងរ៉ឹងនៅភាពចាំបាច់និងភាពសមមាត្រកងទ័ពអាកាសបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការការពារអាយុជីវិតនិងទ្រព្យសម្បត្តិនៅក្នុងតំបន់និងធ្វើប្រតិបត្តិការដោយមានការទទួលខុសត្រូវដើម្បីរក្សាសន្តិសុខនិងកាត់បន្ថយហានិភ័យដែលមិនចាំបាច់លោកបានបន្ថែមថាប្រតិបត្តិការទាំងនេះត្រូវបានអនុវត្តដើម្បីទប់ទល់នឹងការគំរាមកំហែងដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសថៃនិងសុវត្ថិភាពរបស់ជនស៊ីវិលការអះអាងរបស់ភាគីថៃក៏គ្រាន់តែជាលេសសម្រាប់បើកការវាយប្រហារឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះគេនៅចាំមិនភ្លេចក្នុងអំឡុង5ថ្ងៃនៃការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាកាលពីពេលកន្លងទៅថៃបានប្រើប្រាស់បក្សីស្លាប់ដែក F-16 និង Subjust 39 Gripen បំពាក់ដោយគ្រាប់បែកមកវាយប្រហារនិងទម្លាក់សង្គ្រុបមិនរើសមុខលើទីតាំងយោធាសំណង់អគារហេដ្ឋារចនាសម្ព័ន្ធភូមិឋាននិងផ្ទះសម្បែងប្រជាជនស៊ីវិលកម្ពុជាអ្វីដែលគួរចងចាំថែមទៀតនោះគឺថាថៃបានប្រើយន្តហោះចម្បាំងពំគ្រាប់បែកចង្កោមមកទម្លាក់លើសំណង់បេតិកភណ្ឌប្រាសាទព្រះវិហារផងដែររួមទាំងការបាញ់ផ្សែងពុលផូស្វ័រពណ៌សជាដើមកងទ័ពអាកាសថៃបានអួតថាជាង5ថ្ងៃនៃចំនួននៅតាមព្រំដែនកម្ពុជាថៃយន្តហោះ F-16 បានបង្ហាញពីអំណាចរបស់ខ្លួនដោយការត្រួតត្រាលើអាកាសធ្វើការវាយប្រហារគាំទ្រតម្រង់គោលដៅទាហាននិងបំផិតបំភ័យសត្រូវយ៉ាងច្បាស់លាស់